នេះជាប្រភេទឡាន Toyota Hayam មួយគ្រឿងទៀតហើយដែលអតិថិជនគាត់យកមកដេគ័របែបជាលក្ខណៈសាមញ្ញសម្រាប់ដឹកភ្ញៀវmơ nè trong đây nè mơ nè na thơ nè nè mơ để cho anh phải ពីមុនគឺអតិថិជនគាត់បានរៀបចំប្រភេទបែបអញ្ចឹងដែរក៏ប៉ុន្តែបើគាត់ប្រភេទជាកាឡាការ៉ូប្រភេទខ្មៅឡាយទឹកក្រូចតែឥឡូវនេះគឺធ្វើទឹកក្រូចឡាយទៅជាពណ៌ខ្មៅវិញចំពោះឡាននេះដែរតាក់ទងទៅលើដំបូលវិញគឺយើងរៀបចំបិទជាមួយឡាយដែលមានលេខទូរស័ព្ទហើយនឹងដាក់ផ្លាក VIP ហើយនៅផ្នែកខាងលើដំបូលនេះយើងធ្វើជាផ្លាកសញ្ញានៃឡានហើយនៅផ្នែកខាងដំបូលនៅខាងលើតកង់វិញគឺយើងមានប៊ូតុងបិទបើកហើយមាន solo ដែលយើងប្រកបនៅជាប់ជាមួយនឹងកន្លែងប្រអប់ម៉ាស៊ីនត្រជាក់នេះគឺមាន solo 2គ្រាប់ Egoy 2គ្រាប់ហើយនៅខាងក្រោយមាន solo 2គ្រាប់ Egoy 2គ្រាប់មាន ampli មួយគ្រាប់មាន tray មួយអញ្ចឹងគឺវាស្រស់ស្អាតខ្លាំងមែនទែនបញ្ជាក់គឺវាមានបិទជញ្ជាំងក្រាលបាតធ្វើតាប់លោខ្លីក្រោយតកង់មានប្រអប់សម្រាប់ដាក់អីវ៉ាន់នៅកន្លែងកណ្ដាលដែលមានឡាយភ្លើងហ្នឹងហើយប៉ុន្តែគាត់អត់ដូរសៅពូកទេបើសិនជាបងប្អូនចាប់អារម្មណ៍ក្នុងការដេគ័រឡានអញ្ចឹងបងប្អូនអាចគ្រាន់តែថតរូបប្រហែលជា2 3ស្លឹកមកផ្ញើមកកាន់ក្រុមការងារយើងក្រុមការងារយើងនឹងធ្វើការណែនាំនៅកញ្ចក់ package មួយដែលសមរម្យសម្រាប់ឡានបងប្អូនឬមួយក៏អាចទំនាក់ទំនងតាមរយៈ page របស់ Luxury Decor ឬក៏អាចទំនាក់ទំនងតាមរយៈ Telegram នៅខាងក្រោម